បាយច្របល់កូរ៉េ bibimbap ជាមួយនឹងស៊ុបគីមជីបងប្អូនដែលអាសាមើលរឿងកូរ៉េប្រកាសជាស្គាល់ពីមុខនេះហើយងាយធ្វើញ៉ាំនៅផ្ទះតែខ្លួនឯងឆ្ងាញ់យកទៅណាមិនអស់ហើយក្នុងវីដេអូនេះមានរបៀបធ្វើទាំងពីរហ្នឹងដំបូងគេហ្នឹងគឺខ្ញុំចាប់ផ្ដើមពីការធ្វើ bibimbap មុនសម្រាប់សាច់គោគឺយើងប្រើសាច់ណាដែលផុយល្អមែនហើយខ្ញុំនេះគឺខ្ញុំប្រើសាច់ផ្អែមចំនួន2ខាំយើងប្រឡាក់ជាមួយនឹងខ្ទឹមសបន្តិចទឹកស៊ីអ៊ីវ1ស្លាបព្រាបាយប្រេងល្ង1ស្លាបព្រាបាយជាមួយនឹងទឹកឃ្មុំបន្តិចឬក៏បងប្អូនអត់មានទឹកឃ្មុំអាចប្រើស្ករធម្មតាក៏បានដែរច្របល់វាចូលជាតិទុកម្ដុំសិនទៅយើងមកលាយទឹកជ្រលក់សម្រាប់ទឹកជ្រលក់គឺយើងប្រើ bingo gochujang នេះបងប្អូនអានេះគឺជាប្រភេទម្ទេសកូរ៉េហើយមួយទៀតហ្នឹងអានេះគឺសាមចាំងសម្រាប់ bingo សាមចាំងនេះគឺជាប្រភេទទឹកជ្រលក់យើងសម្រាប់ញ៉ាំជាមួយសាច់អាំងអញ្ចឹងទៅ bingo gochujang នេះអត់ហឹរទេណាបងប្អូននិយាយទៅរសជាតិវាហ្នឹងគឺហឹរបន្តិចសឹងតែយើងអត់ដឹងហ្មងគឺខ្ញុំប្រើចំនួន2ស្លាបព្រាបាយយើងលាយជាមួយប្រេងល្ង2ស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយស្ករ1ស្លាបព្រាបាយកន្លះជាមួយនឹងទឹកខ្មេះ1ស្លាបព្រាបាយដាក់គ្រឿងគ្រៃចូលហើយកូរច្របល់ឲ្យសព្វល្អហើយបងប្អូនអាចភ្លុះបានរសជាតិនេះយើងយករៀងដិតប្រៃផ្អែមហើយរៀងជូរតិចបន្ទាប់មកគឺខ្ញុំរៀបចំបន្លែឲ្យហើយសម្រាប់ការ៉ុតនេះយើងហាន់ជាសរសៃឆ្មាសសក់ក៏ហាន់ឆ្មាសដូចគ្នាហើយសិតខ្មៅនឹងហាន់ជាប្រទេសរាងស្ដើងហើយមុននឹងចាប់ផ្ដើមឆាបន្លែគឺខ្ញុំមកចៀនពងទាជាប់នៅទុកឲ្យហើយបន្ទាប់មកខ្ទះដដែលនឹងគឺខ្ញុំឆាការ៉ុតនេះគឺយើងប្រើប្រេងល្ងហើយដាក់អំបិលបន្តិចឆាវាឲ្យឆ្អិនទុកម្ដុំសក់គឺយើងធ្វើដូចគ្នាបងប្អូនដាក់ប្រេងល្ងហើយនឹងអំបិលដូចគ្នាហើយបន្ទាប់មកគឺខ្ញុំឆាផ្សិតម្ដងបើសម្រាប់ផ្សិតវិញគឺខ្ញុំដាក់ទឹកស៊ីអ៊ីវបងប្អូនខ្ញុំមិនដាក់អំបិលទេឆាវាមើលតមកឆ្អិនល្មមគឺយើងប្រើខ្ទះដដែលនឹងមកឆាសាច់ម្ដងសម្រាប់សាច់នេះឆាឲ្យឆ្អិនពេកទេណាបងប្អូនយកតែឆ្អិនមើលល្មមទុកម្ដុំមែនបន្ទាប់មកគឺខ្ញុំមកស្រុះស្ពៃពួយលេងសម្រាប់ស្ពៃនេះយើងស្រុះហើយយកវាមកប្រឡាក់ជាមួយនឹងប្រេងល្ងហើយនឹងអំបិលបន្តិចដូចគ្នាបន្ទាប់ពីយើងត្រៀមគ្រឿងក្រៅរួចរាល់ហើយគឺខ្ញុំមកធ្វើស៊ុបគីមជីឲ្យហើយសិនសម្រាប់ស៊ុបគីមជីយើងដាក់អំពងខ្ទឹមសឲ្យឡើងក្រហមបន្តិចចាក់សាច់ជ្រូក3ជាន់ចូលឆាវាឡើងរាងឆ្អិនបន្តិចគឺយើងដាក់គីមជីសម្រាប់គីមជីគឺខ្ញុំប្រើ bingo គីមជីរសជាតិក៏ឆ្ងាញ់សំខាន់ដែលលេបានយូរទៀតហើយសម្រាប់គីមជីមានតែ bingo គីមជីមួយនេះទេដែលខ្ញុំញ៉ាំត្រូវមាត់យើងដាក់គីមជីចូលឆាជាមួយសាច់ជ្រូកហើយខ្ញុំបន្ថែមម្សៅម្ទេសកូរ៉េ1ស្លាបព្រាបាយកន្លះម្សៅម្ទេសហ្នឹងគឺខ្ញុំប្រើម្សៅម្ទេស bingo បងប្អូនអាគ្រើមសម្រាប់យើងធ្វើគីមជីហើយអាម៉ត់នេះសម្រាប់យើងបន្ថែមរសជាតិប្រឡាក់សាច់ជាមួយនឹងបង្កើនរសជាតិអីចឹងទៅហើយបាទខ្ញុំបន្ថែមទឹកត្រី1ស្លាបព្រាបាយទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយជាមួយនឹងស្ករកន្លះស្លាបព្រាបាយដាក់គ្រឿងក្រៅចូលឆាឲ្យចូលជាតិហើយយើងចាក់ទឹកចូលមែនយើងដាក់មិនល្មមកុំឲ្យរាវពេកកុំឲ្យខាប់ពេកហើយយើងគ្របរងាប់ប្រហែលជាខ្ទង់7-8នាទី10នាទីឲ្យវាចេញជាតិទៅបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានបន្ទាប់មកបាទខ្ញុំដាក់ខ្ទឹមបារាំងកន្លះកូនមើលយើងមានផ្សិតយើងមានតៅហ៊ូហើយចុងក្រោយគេនឹងគឺយើងបន្ថែមម្ទេសម្លេតិចមកដើម្បីឲ្យវាបង្កើនរសជាតិសម្រាប់រសជាតិរបស់ស៊ុបគីមជីនេះគឺយើងយករាងសាបល្មមរាងជូរហើយហឹរតិចអញ្ចឹងបន្ទាប់ពីធ្វើស៊ុបគីមជីហើយបាទខ្ញុំមករៀបចំ bibimbap ម្ដងយើងដាក់បាយដាក់បន្លែសាច់ជាមួយនឹងពងទាជាប់ភ្នៅហើយយើងដួសទឹកជ្រលក់របស់យើងប្រហែលជាមួយស្លាបព្រាបាយដាក់ចូលហើយកូរច្របល់ឲ្យចូលជាតិសព្វល្អមកអានេះឃើញថាវល់អញ្ចឹងមែនណាប៉ុន្តែឆ្ងាញ់មែនតើបងប្អូននិយាយទៅបាយច្របល់ bibimbap ហ្នឹងគឺចំណូលចិត្តរបស់ខ្ញុំហ្មងមួយចានគោមហ្នឹងគឺខ្ញុំញ៉ាំអស់តែម្នាក់ឯងណាបងប្អូនបើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់អត់ចាញ់នៅក្នុងហាងទេអានេះអត់មានអីពិបាកធ្វើទេបងប្អូនគ្រាន់តែថាវាមានបន្លែកញ្ចិចកញ្ចប់អីអញ្ចឹងណាគ្រប់ផលិតផល bingo ដែលខ្ញុំបានបង្ហាញនេះបងប្អូនអាចរកទិញបានតាមម៉ាតផ្សារតនើផ្សារឡាគីឬក៏តាមតូបចាប់ហួយអីក៏បានដែរបងប្អូនគ្រាន់តែចំណាំផ្លាក bingo នេះទៅគឺបានហើយទៀតបងប្អូនក៏អាចរកទិញបានតាម page ដែរចាំខ្ញុំដាក់ page នៅក្នុង comment ហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ